ជាបឋមខ្ញុំសូមអនុញ្ញាតគោរពទៅដល់លោកគ្រូទេបាទចំនួន3រូបចំនួន4រូបបាទមានលោកគ្រូច័ន្ទវឌ្ឍនាលោកគ្រូសុខឈោលោកគ្រូឆាន់គឹមសឿននិងលោកគ្រូគៀនលៀងសីបាទហើយក៏សូមបាទគោរពជំរាបសួរទៅដល់លោកគ្រូអ្នកគ្រូដែលជាសិក្ខាកាមនៅវិទ្យាល័យគុណវុឌ្ឍន៍ទី2ចំនួនទី2ផ្នែកមុខវិជ្ជាអក្សរសាស្ត្រខ្មែរបាទទាំងអស់បាទទាំងគ្រប់បណ្ដាខេត្តទាំងក្រុងបាទខ្ញុំបាទឈ្មោះវៃសុភ័ក្រគឺជាបាទប្រធានក្រុមនៃក្រុម K11 បាទក្រុមទី2ដែលត្រូវបាទឡើងមកដែលត្រូវបង្ហាញអំពីកំហុសនៃអក្ខរាវិរុទ្ធរបស់សៀវភៅភាសាខ្មែរថ្នាក់ទី7បាទអញ្ចឹងបាទសូមបាទយើងតទៅមុខទៀតបាទនេះគឺជាសមាជិកនៃក្រុមបាទ K11 ទាំងអស់បាទរបស់ខ្ញុំបាទហើយដែលមានខ្ញុំបាទវេសុភ័ក្របាទលិនសំភ័របាទអឹមណៃនេះសខនវិស័យបាទខិនពីឧត្តកញ្ញាបាទម៉ៅសូរិយាតម្លៃសម្រាប់អ្នកគ្រូលៀងស្គុនធីបាទគាត់បានបោះបង់ដោយសារតែគាត់មានជំងឺបាទមានជំងឺច្រើនបាទមុតម៉ានីបាទមមូលីណែតឆេមផាស្រស់បាទឡំអេងស៊ីមបាទមមឡង់ឌីបាទយ៉តបូរីពុកសុភ័ណ្ឌដឹមលក្ស្មីហ៊ុយបាទវងម៉ារ៉ាឌីហូឌីណាជុងសុកលីនិងបាទម៉ាស៊ីននេះបាទអញ្ចឹងអ្វីដែលដោយដែលខ្ញុំបានលើកឡើងគឺទៅលើបាទក្រុមរបស់ខ្ញុំបាទត្រូវបានសិក្សាទៅលើបាទសៀវភៅសិក្សាគោលថ្នាក់ទី7បាទទំព័រទី140 141ទៅដល់ទី120បាទហើយជាការបោះពុំនៅឆ្នាំ2020មានន័យថាបោះពុំទៅលើគ្រាទី4និងគ្រាទី5អញ្ចឹងមានន័យថាកំហុសវាអាចនឹងមានតិចតួចដែលมันមានជាវត្តមានណាមួយដែលធ្វើឲ្យប៉ះពាល់ទៅដល់ការបង្រៀនឬក៏ប៉ះពាល់ទៅដល់ខ្លឹមសារសៀវភៅរបស់យើងទេបាទជាសុំទៅមុខទៀតបាទអញ្ចឹងមុននឹងយើងឈានទៅដល់ការស្រង់ទៅលើបាទកំហុសនៃអក្ខរាវិរុទ្ធយើងត្រូវយល់អ្វីទៅដែលយើងហៅថាអក្ខរាវិរុទ្ធបាទមែនតើនៅក្នុងអត្ថន័យក៏ដូចជានិយមន័យនៃបាទអក្ខរាវិរុទ្ធនេះយើងមានបាទលោកបណ្ឌិតក៏ដូចជាអ្នកប្រាជ្ញសាស្ត្រាចារ្យដែលលោកបានផ្ដល់ជានិយមន័យខុសៗគ្នាបាទតែក្នុងនោះយើងនឹងលើកយកអំពីបាទទស្សនៈរបស់បាទលោកគ្រូច័ន្ទសំណោះបាទលោកបណ្ឌិតសភាជាច័ន្ទសំណោះដែលលោកបាននិយាយថាអក្ខរាវិរុទ្ធគឺជាសំណេរពាក្យនៅក្នុងបរិបទដែលត្រូវកំណត់ច្បាស់លាស់ជាបទដ្ឋានជាតិមួយដើម្បីឲ្យការសរសេរពាក្យក្នុងភាសាជាតិនោះមានឯកភាពគ្នាបាទសម្រាប់មួយទៀតបាទគឺក៏បាននិយាយថាជាការអនុវត្តឬការសិក្សានៃការប្រកបត្រឹមត្រូវនៃការសិក្សានៃអក្សរហើយរបៀបដែលពួកគេប្រើប្រាស់ដើម្បីបង្ហាញពីសម្លេងនៃរូបឬនៃពាក្យបាទនេះគឺបាទមកពីគេហទំព័របាទមួយទៀតគឺអក្ខរាវិរុទ្ធគឺជាសិល្បៈនៃការសរសេរពាក្យទៅតាមលំដាប់លំដោយតួអក្សរយោគតាមការប្រើប្រាស់ដែលអាចទទួលយកបានហើយនឹងប្រកបត្រឹមត្រូវបាទសម្រាប់នៅក្នុងភាសាវិទ្យាប្រវត្តិនិងនិរុត្តវិទ្យាបាទអក្ខរាវិរុទ្ធគេបានចាត់ទុកគឺជាបច្ចេកទេសបាទសម្រាប់សម្គាល់ការសិក្សាអំពីការអានពាក្យនិងទំនាក់ទំនងនៃការអាននិងប្រព័ន្ធសំឡេងបាទយើងតទៅមុខទៀតបាទអក្ខរាវិរុទ្ធគឺជាប្រព័ន្ធនៃការអាននៃភាសាដែលជាទស្សនៈរបស់លោកបាទ Katy Brown and Jim Miller បាទហើយមួយទៀតគឺអក្ខរាវិរុទ្ធគឺជាប្រព័ន្ធសំណេរដែលបានធ្វើស្តង់ដារនីយកម្មដែលអនុលោមទៅតាមប្រភេទសញ្ញាអក្ខរក្រមនិងប្រភេទក្បួនបាទដោយលោក Frank បាទ Seifert បាទមួយទៀតគឺអក្ខរាវិរុទ្ធគឺជាប្រព័ន្ធសម្រាប់បង្ហាញភាសានៅក្នុងទម្រង់សរសេរបាទដោយបាទ Mitchell បាទ Cahill និងបាទ AK Karan បាទដែលយើងអាចផ្ដល់ចំណុចជារួមគឺអក្ខរាវិរុទ្ធបាទគឺជាកន្សោមអក្ខរក្រមបាទដែលកើតឡើងតាមស្តង់ដារនីយកម្មដោយអនុលោមទៅតាមប្រភេទនៃអក្ខរក្រមនិងក្បួនដើម្បីបង្ហាញអំពីទំនាក់ទំនងរវាងសំណួរនិងរវាងនៃពាក្យដើម្បីបង្កើតបានជាប្រព័ន្ធសំឡេងមួយច្បាស់លាស់នៅក្នុងភាសាបាទយើងអាចនិយាយជារួមដោយខ្លីគឺ
អក្សរក្រមគឺជាកន្សោមអក្សរបាទដែលមានស្តង់ដារត្រឹមត្រូវបាទដើម្បីបង្ហាញអំពីសំណួរបាទមានថាដើម្បីបង្ហាញពីសូរសំឡេងហើយនឹងបាទរូបរាងនៃពាក្យបាទដើម្បីបង្កើតជាប្រព័ន្ធសំណេរមួយដែលយើងផ្ដល់នៅការបញ្ចេញជាសូរសំឡេងទៅវាមានស្តង់ដារមានភាពត្រឹមត្រូវបាទមានច្បាស់ភាពបាទបន្តទៅមុខទៀតទី2ទៅទៅនឹងកត្តាដែលនាំឲ្យមានកំហុសទៅលើបាទអក្សរយន្តភាពបច្ចុប្បន្ននេះបាទយើងដឹងហើយថាមិនថាតការអានមិនថាតការសរសេរទេយើងមើលឃើញថាមានកំហុសឆ្គងខ្លាំងទៅលើអក្សរវិរុទ្ធបាទដែលកត្តាទី1សារតែកត្តានៃពាក្យបើយើងនិយាយឲ្យជារួមទៅសម្រាប់ភាសាខ្មែរយើងវាគឺជាបាទមុខវិជ្ជាមួយដែលរៀងពិបាកនៅក្នុងការបង្រៀនដែរបាទឬក៏នៅក្នុងការយល់ច្រើនពិសេសគឺសម្រាប់ជនជាតិបរទេសដែលគាត់សិក្សាអំពីភាសាខ្មែរតើតែគាត់នឹងមានគឺថាមានការព្យាយាមខ្ពស់មែនទែនហើយត្រូវតែឆ្វេងយល់អំពីបរិបទនៃភាសារបស់យើងបាទបើមិនបាទបែបហ្នឹងទេប្រកាសជាពិបាកក្នុងការយល់បាទជាទី1គឺការសរសេរពាក្យដោយសារស្មេពុំស្គាល់អំពីឫសនៃពាក្យនោះមានន័យថាពាក្យខ្មែរយើងត្រូវបានបង្កើតដែលយើងចាំបានជាគោលការណ៍ពីរនោះគឺទៅលើបាទការប្រើផ្នត់ដែលយើងមានផ្នត់ពីរគឺដើមនិងផ្នត់ចែកដូច្នេះបានទាមទារឲ្យស្មេនេះក៏ត្រូវតែដឹងថាតើពាក្យคล้ายនោះបានមកពីពាក្យអ្វីពាក្យឬគឺជាពាក្យអ្វីបើពុំដូច្នោះទេនឹងធ្វើការសរសេរនឹងបែរទៅជាមានកំហុសឆ្គងមែនទែនឧទាហរណ៍ថាដូចជាពាក្យដូចជាពាក្យសំណាក់បាទសំណាក់ដែលយើងដឹងថាយើងបានមកអំពីពាក្យឬគឺពាក្យថាស្នាក់បាទនៅពេលដែលយើងឃើញពាក្យคล้ายនៅពេលបច្ចុប្បន្នដែលយើងហៅនឹងសរសេរជាទូទៅដូចជាទាំងប៉ាណូជាដើមហ្នឹងគឺគេប្រើសំណាក់សរស្អំណស្អាតនិងកបតកដែលវាឲ្យធ្វើឲ្យពាក្យដែលคล้ายឬពាក្យដែលបានកម្លាយនោះវាបែរទៅជាប្រះចាអំពីន័យតាមរបស់ពាក្យឬបាទដោយសារតែយើងអាចនឹងដឹងបានភាគច្រើនជាទូទៅប៉ុន្តែមិនជានេះទេកាលណាដែលពាក្យរបស់វាជាជាងរាយឬក៏រាយព្យាង្គនៅពេលដែលវាคล้ายគឺត្រូវតែតម្រួតជាងឬក៏យើងហៅថាព្យាង្គទួតហ្នឹងឯងដល់ពេលដែលយើងឃើញតែពាក្យស្នាក់ជាព្យាង្គតម្រួតបាទទៅជាសំណាក់សេចក្ដីព្យាង្គរាយដូច្នេះវាធ្វើឲ្យការសិក្សារបស់យើងអាចមានបញ្ហាច្រើនហើយតែការនិយាយតែការសរសេរហ្នឹងហាក់ដូចជាវាអត់មានផ្សារភ្ជាប់គ្នាទេវាមានលក្ខណៈខុសគ្នាទេថាវាមានស្តង់ដារតែមួយបាទមួយទៀតគឺការសរសេរពាក្យហ្នឹងដោយស្មេហ្នឹងមិនស្គាល់ច្បាស់អំពីទំនេរសូរបាទនៅក្នុងការដែលគាត់មិនស្គាល់អំពីថាតើព្យាង្គទីប្រមាណត្រូវទាញនៅព្យាង្គទីប្រមាណទោះទៅលើជើងអីទៅទាញទៅលើសូរអឬក៏អូក៏គាត់នឹងមានធ្វើខុសដែរឬក៏គាត់នឹងមានការសរសេរនៃការអានខុសដូចនេះដែរបាទមួយទៀតគឺការសរសេរពាក្យខុសបណ្ដាលមកពីការពុំយល់ច្បាស់អំពីគោលការណ៍សម្រាយនិងតម្រួតបាទមែនទែនទៅនៅក្នុងសៀវភៅរបស់លោកគ្រិស្តវិចាក៏សំណប់លោកបានប្រាប់ណែនាំច្បាស់ហើយទៅលើបាទការរៀបព្យាង្គហើយនិងការតម្រួតព្យាង្គដែលអ្នកសិក្សាអាចបាទពិចារណាក៏ជាគិតឲ្យបានច្បាស់បាទឧទាហរណ៍ដូចជាពាក្យប៉ុណ្ណោះបាទដែលយើងជំនួសដោយត្រួតជើងគឺប៉ុណ្ណោះដល់ពេលយើងសរសេរជាទូទៅបែរទៅជាខ្លះសរសេរព្យាង្គរាយគឺពណ៌ស្លាប់ពីរស្អុកនឹងណអញ្ចឹងតែមួយទៀតគឺពណ៌ស្លាប់ពីរស្អុកបាទណជាងណដាក់ស្អស់អញ្ចឹងដែលធ្វើឲ្យការសរសេរនៅក្នុងបើយើងចាំទៅនៅក្នុងប្រទេសតែមួយទេប៉ុន្តែការសរសេរខុសគ្នាអញ្ចឹងដែលធ្វើឲ្យមកក៏ជាផលវិបាកទៅដល់អ្នកសិក្សាផ្សេងទៀតផងដែរបាទមួយទៀតគឺការសរសេរហ្នឹងគឺដោយសារពុំស្គាល់អំពីប្រភពដើមហើយនឹងក្បួនដែលខ្មែរខ្ជិលពីបរទេសនៅក្នុងភាសាយើងមួយចំនួនយើងខ្ចីតែទៅលើសូររបស់គេទេដូច្នេះយើងប្រើតួអក្សររបស់ខ្មែរយើងសម្រាប់ទៅកត់សូររបស់គេមិនថាបាលីមិនថាភាសាពួកប្រចាំប្រទេសពិសេសដូចជាភាសារបស់បារាំងវៀតណាមឬក៏ភាសាសៀមជាដើមហ្នឹងបាទតែយើងអត់ដឹងថាតើគួរតែសរសេរយ៉ាងម៉េចកត់សូរយើងត្រូវតែឆែកពាក្យហ្នឹងនៅក្នុងសៀវភៅគោលដែលយើងប្រើជារួមថា
sự phớ và chẳng rộng khmai rồi boss mà chun nát rồi còn là nó dương miên một tiết cứ chỉ rộng bo hàngក្រុមប្រឹក្សាជាភាសាខ្មែរបាទដែលលោកក៏បានរៀបចំជាវចនានុក្រមដែរសម្រាប់ឲ្យយើងយកមកបាទប្រើប្រាស់ជាទុននៅក្នុងការរកពាក្យឬក៏មើលពីណាដែលយើងគិតថាมันយើងមកទុកចិត្តយើងច្បាស់ទៅមើលអំពីការបញ្យល់អំពីថ្នាក់ពាក្យរបស់វាផងដែរបាទខគឺកតាមនុស្សបាទកតាមនុស្សនេះគឺរក្សាតែបើយើងនិយាយចាំទៅគឺការខ្វះខាតទៅលើចំណេះដឹងបាទដែលជនកាគាត់ចេះស្ទើទៅគាត់អត់យល់ច្បាស់គាត់បែរជាប្រើទៅតាមទម្លាប់គាត់លឺអីគាត់ថាអញ្ចឹងតែធ្វើឲ្យឧទាហរណ៍ថាបើសិនជាគ្រូគាត់យកទៅបង្រៀនសិស្សវាធ្វើឲ្យសិស្សហ្នឹងគឺប្រចាំទៅលើអ្វីដែលគ្រូប្រាប់ទាំងដែលជនណាវាមិនមានចំបាប់ភាពនៅក្នុងនឹងទេបាទហើយមកទៀតទៅលើការដែលភាសានៅក្នុងចម្រៀងដែលយើងឃើញថាមានខុសច្រើនមែនទេនៅពេលដែលយើងព្យាយាមកែតម្រូវទៅហាក់ដូចជាមានប្រតិកម្មមកវិញខាងទម្លាប់ប្រើពីដើមមកដូច្នេះនឹងធ្វើឲ្យអ្នកគាត់ដែលជាអ្នកអក្សរសាស្ត្រហ្នឹងគឺលោកហាក់ដូចជាមិនមានអ្នកអក្សរសាស្ត្រហ្នឹងលោកហាក់ដូចជាពេលខ្លះគាត់លោករៀងខ្ជិលដែរដោយសារតែគិតថានៅពេលដែលព្យាយាមប្រាប់ណែនាំទៅហាក់ដូចជាមិនឆ្លើយតបមកវិញបែរទៅគិតថាយើងជាអ្នកខូចទៅបាទបាទមួយទៀតដោយសារតែមានការភ័ន្តច្រឡំពីមតិមហាជនឬជាអ្នកអានអ្នកស្ដាប់ទូទៅបាទពិសេសគឺទៅលើដែរប្រព័ន្ធផ្សព្វផ្សាយដែលគាត់ប្រើអក្សរខុសហើយអ្នកដែលគាត់អានទៅគាត់អត់ច្បាស់ទេធ្វើឲ្យការអានការសរសេរទៅធ្វើតាមតគ្នាទៅខុសដូចជាពាក្យដែលយើងអានថាគិតកឬក៏យើងតែហៅថាគិតកធិពិតពាក្យហ្នឹងអត់មានទេមានតែពាក្យថាគិតកៈបាទដែលយើងប្រើដល់ខដល់ស្អាតកចុច2ហ្នឹងឯងបាទមួយទៀតគឺមោទកភាពដែលយើងឲ្យវាសូទៅជាមោទនភាពដែលដល់ពេលដែលយើងឆែករកពាក្យហ្នឹងទៅវាមានអញ្ចឹងបានដូចខ្ញុំបាននិយាយថានៅពេលដែលបរទេសវាសិក្សាអំពីខ្មែរយើងទៅគឺវានឹងគិតថាចុះភាសានេះពាក្យនេះបានមកពីណាទាំងដែលពាក្យហ្នឹងគ្មាននៅក្នុងសៀវភៅវចនានុក្រមខ្មែរយើងផងអញ្ចឹងណាបាទមួយទៀតគឺកតាកុំព្យូទ័រមានន័យថាប្រព័ន្ធបណ្ដាញកុំព្យូទ័រយើងមួយចំនួនហ្នឹងគឺគាត់អត់ទាន់ស្គាល់អំពីខ្មែរយើងច្បាស់ទេដូចថាគាត់មិនបានសិក្សាទៅលើការប្រើយើងព្យញ្ជនៈការរៀបចំជាពាក្យហ្នឹងគឺគាត់អត់ចេះប្រើទេពិសេសគឺទៅលើការប្រើ Google Translate អីគឺមានកំហុសច្រើនមែនទែនបាទសូមជូនទៅកាន់ស្លាយបន្តទៀតគឺដំណោះស្រាយនៅក្នុងការកាត់បន្ថយកំហុសអក្ខរាវិរុទ្ធជាទីមួយគឺយើងត្រូវតែបង្កើតក្បួនចំណាំអក្ខរាវិរុទ្ធបាទគឺថាយើងសរសេរឲ្យមានក្បួនខ្នាតត្រឹមត្រូវឲ្យយើងអានត្រឹមត្រូវធ្វើយ៉ាងណាឲ្យយើងយកវចនានុក្រមខ្មែរជាគោលបាទជាគោលដើម្បីឲ្យយើងដល់ពេលយើងស្ទើរអ្វីយើងមិនច្បាស់អ្វីយើងចូលមកសិក្សាយើងចូលមកអានយើងមកមើលឡើងវិញហើយព្យាយាមពុតអ្វីដែលតែយើងកែប្រែយើងខុសហ្នឹងមកជាត្រូវឡើងវិញណាបាទដើម្បីឲ្យច្បាស់ស្អាតឡើងវិញដើម្បីធ្វើឲ្យអ្នកសិក្សាចំនួនក្រោយទៀតគាត់អាចនឹងងាយស្រួលក្នុងការយល់បាទមួយទៀតគឺវឹកហាត់ក្នុងការសរសេរតាមអានមែនទែនទៅយើងបានឃើញថាការសរសេរអក្សរហ្នឹងគឺជាបញ្ហាមួយសម្រាប់បាទមិនថាក្មេងមិនថានេះទេបាទដោយសារតែយើងប្រើកុំព្យូទ័របានយើងមាន keyboard បានតែគាត់ប្រើគាត់ពិបាកគាត់មិនថាគាត់ថាការសរសេរហ្នឹងគឺពិបាកវាយូរដូច្នេះគាត់ចុចទៅ keyboard ទៅវាលឿនជាងបាទអញ្ចឹងដល់ពេលដែលគាត់គិតថាលឿនជាងគាត់សរសេរហើយគាត់បានមើលឡើងវិញទេបាទខុសក៏មានដែរដូច្នេះមានថាយើងវឹកហាត់សរសេរដៃឲ្យបានច្រើនសិនដៃយើងស្ទាត់ត្រូវហើយយើងនឹងចាប់ផ្ដើមសរសេរនៅលើ keyboard ឬក៏ទៅលើកុំព្យូទ័របាទហើយយើងផ្ទៀងផ្ទាត់ពាក្យនឹងឡើងវិញមួយច្បាស់លាស់អញ្ចឹងឯកសារយើងដល់ពេលយើងចេញទៅវឹបគឺមានកំហុសទេបាទឬក៏ខុសតិចតួចមែនតើដោយសារវាមាន error មួយចំនួនបាទហើយព្យាយាមឲ្យគុណគ្រូហ្នឹងគឺត្រូវតែឧស្សាហ៍វឹកហាត់សិស្សទៅលើការសរសេរពាក្យនៃរបស់ពាក្យបញ្យល់ឲ្យបានច្បាស់ហើយនឹងអានឲ្យត្រឹមត្រូវ
ចឹងសិស្សគាត់ងាយណាស់នៅក្នុងការយល់ចងចាំបានច្រើនបាទមួយទៀតគឺអានសៀវភៅឲ្យបានច្រើននិយាយទៅមិនថាតែការដែលយើងសរសេរទៅលើសំណេរឬក៏សិក្សាអំពីអំណាចណាមួយទេពិសេសដូចជាយើងសិក្សាអំពីតែសេចក្តីការបកស្រាយសំណេរមុននឹងយើងអាចបកស្រាយបានច្រើនយើងត្រូវតែអានឲ្យបានច្រើនយើងអានជាគំរូយើងអានជាគំនិតហើយយើងយកមករៀបចំយើងយកមក convert ដើម្បីជារបស់យើងឬក៏យើងកែច្នៃទៅយ៉ាងណាឲ្យជារបស់យើងដូចគ្នាដែរការអាននេះគឺមានគុណសម្បត្តិមែនតើបាទហើយការអានធ្វើយើងងាយចំណាំងាយចងចាំហើយដល់ពេលដែលយើងអានទៅគេឮគេដល់ពេលដែលយើងខុសគេនឹងការយើងហ្នឹងបាទដូចជាគ្រូនៅពេលដែលបង្រៀនគឺឲ្យសិស្សម្នាក់ឡើងអានដល់ពេលដែលអានទៅខុសគឺគាត់បញ្ឈប់ហើយប្រាប់ភ្លាមបើមិនជាយើងថាអូចាំតែគាត់អានចប់ហើយបានយើងបញ្ឈប់ឬក៏បានយើងប្រាប់គាត់ជឿជាក់ថាពាក្យហ្នឹងគាត់នៅតែមិនចាំដដែលហើយបាទអញ្ចឹងមិនធ្វើយ៉ាងណាយើងព្យាយាមទោះបីជាយើងរៀនយឺតក៏ដោយប៉ុន្តែធ្វើយ៉ាងណាឲ្យការដែលយើងរៀនចប់ទៅសិស្សទទួលយកបានប្រយោជន៍អ្វីពីយើងណាបាទមួយទៀតគឺបង្កើតកម្មវិធីកែអក្ខរាវិរុទ្ធបាទអានេះវាត្រូវការឲ្យយើងហ្នឹងមានភាពប៉ិនប្រសប់ឬក៏ជំនាញទៅលើការប្រើប្រព័ន្ធកុំព្យូទ័រជាក់ស្ដែងឥឡូវនេះយើងមានAI ដែលគាត់មានដំណើរការល្អទៅលើការប្រើភាសាអង់គ្លេសនិងភាសាមួយចំនួនទៀតដែលឡាយសម្រាប់ភាសាខ្មែរយើងគឺនៅមានកម្រិតមែនតើដូច្នេះបានទាមទារឲ្យកូនខ្មែរយើងចំនួនក្រោយនេះដែលគាត់មានជំនាញខាងបាទ IT គាត់ព្យាយាមរកវិធីយ៉ាងណាដើម្បីរៀបចំអក្ខរក្រមរបស់យើងនឹងឲ្យបានស្រួលបួនហើយឲ្យ AI ហ្នឹងវាសិក្សាអំពីពាក្យរបស់យើងដែលយើងទាំងយើងអានទាំងយើងសរសេរទាំងយើងនិយាយហ្នឹងឲ្យវា symmetry គ្នានៅពេលដែលយើងនិយាយទៅឬក៏យើងវាយពាក្យទៅគឺវាស្គាល់តែម្ដងឥឡូវយើងឧទាហរណ៍ថានៅក្នុងអក្សររបស់អង់គ្លេសពាក្យយើងគ្រាន់តែសរសេរដៃទេតែនៅពេលដែលយើង scan វាទៅវានឹងសរសេរជាបាទទម្រង់នៃកុំព្យូទ័រមកឲ្យយើងដែលឡែកសម្រាប់ភាសាខ្មែរយើងគឺមិនទាន់មានទេបាទនៅពេលដែលយើងសរសេរទៅហ្នឹងគឺវាអានអត់ទាន់បាននឹងថាវាអត់ទាន់អាចឆ្វេងយល់បានទេបាទទៅលើភាសាដៃរបស់យើងតែសម្រាប់យើងប្រើកុំព្យូទ័រសម្រាប់វាហ្នឹងវាគ្រាន់តែសិក្សាបានប៉ុន្តែឯកសារមួយចំនួនហ្នឹងគឺវាអត់ទាន់ផ្លូវការទេអញ្ចឹងតើទាមទារឲ្យបាទអ្នកចំនួនក្រោយដែលគាត់ពូកែខាង IT នេះគាត់ជួយធ្វើយ៉ាងណាសហការគ្នារៀបចំប្រព័ន្ធណាមួយដើម្បីឲ្យ AI ក៏ដូចជាបណ្ដាញនៃកុំព្យូទ័រហ្នឹងគឺគាត់ចាប់យកងាយនឹងចាប់យកងាយនឹងសិក្សាអំពីយើងបានបាទហើយនៅពេលដែលអ្នកសិក្សាចំនួនក្រោយទៀតគាត់នឹងអាចងាយស្រួលក្នុងការរកឯកសារផងដែរបាទនេះគឺជាការស្រង់ទៅលើអក្ខរាវិរុទ្ធដែលខុសនៅក្នុងសៀវភៅភាសាខ្មែរថ្នាក់ទី7បាទអញ្ចឹងទី1ទៅលើពាក្យសុំទោសបាទសុំទោសខ្ញុំបានឃើញដូចជានៅក្នុងអត្ថបទអំណាចបាទអំណាចមួយដែលដូចជារឿងព្រះអាទិត្យរះហើយបាទអញ្ចឹងឃើញប្រើពាក្យថាសុំទោសទៀតពិតពាក្យថាសុំទោសនេះបើនិយាយថាពាក្យសុំមានថាយើងចង់បានអ្វីពីគេមកមួយហើយទោសគឺកំហុសឬក៏អ្វីដែលយើងធ្វើមិនល្អទៅលើអ្នកដទៃឬក៏យើងធ្វើខុសអ្វីមួយចឹងបានយើងនិយាយភាសាលេងសើចថាពាក្យសុំទោសបើគេវាយយើងវិញយើងកំខឹងគេព្រោះយើងសុំគេទេបាទដែលមែនតើទៅគឺយើងត្រូវតែប្រើពាក្យថាសុំទោសសដាក់ស្រអូនអូអញ្ចឹងដែលកំហុសគឺកំហុសដោយសារគាត់ប្រើស្រៈអ៊ំគាត់អត់ប្រើស្រៈអូទេបាទអញ្ចឹងដែលធ្វើឲ្យអ្នកសិក្សាចំនួនក្រោយឬក៏ក្មេងចំនួនក្រោយនោះគាត់អត់ដឹងទេគាត់និយាយថាសុំទោសហើយចំណាយគ្រូនោះគាត់និយាយថាសុំទោសដែរអញ្ចឹងបាទឥឡូវនេះគ្រូក៏ត្រូវតែច្បាស់ថាយើងត្រូវប្រើពាក្យថាសុំទោសនេះគឺការសុំអ្វីមួយពីគេសុំសំណូមពរពីគេសុំការយោគយល់សុំការអធិស្ឋានដែលយើងឃើញនៅទំព័រទី160និងដល់62បាទជាអំណាចទេទី2គឺពាក្យស័ក្តិសមពាក្យស័ក្តិសមនេះបាទនិយាយទៅអ្វីដែលខ្ញុំបានកែសម្រាប់នេះគឺចូលទៅសៀវភៅវចនានុក្រមខ្មែររបស់សំណាក់ជនណាតហើយនិងរបស់ក្រមប្រឹក្សាជាភាសាខ្មែរបាទដោយសារតែទំព័រយើងអត់បានដឹងច្បាស់អំពីថាអូ
តើពាក្យហ្នឹងដែលត្រូវនៅតំព័ន្ធប្រមាណគឺយើងអត់មានដោយសារតែឥឡូវហ្នឹងគឺយើងប្រើជា app នៅក្នុងទូរស័ព្ទដៃនិងកុំព្យូទ័រដូច្នេះតំព័ន្ធអីគឺมันមានប្រាប់នៅក្នុងហ្នឹងទេបាទសូមអធិស្ឋានផងហើយស័ក្តិសមគឺយើងដោយសារគាត់ផ្លេចសញ្ញាបាទសំយោគសញ្ញាហើយជាទូទៅគឺទៅប្រើនៅលើបានអក្សរសនៅតួទី1ហើយការអានក៏ដូចគ្នាដែរអ្នកខ្លះគាត់អានថាសាកសមនៅពេលអានថាសាកសមសិស្សក៏សរសេរសស្អាតនឹងកហើយសនឹងមកអញ្ចឹងវាមានកំហុសច្រើនមែនទែនអញ្ចឹងបានល្អយើងគួរតែអានថាសាកសមបាទទី2គឺបកប៉ូលីសបាទអានេះក៏ដូចជានៅក្នុងអត្ថបទសង្ខេបដែលគេបានសង្ខេបជាខ្ញុំពីអនុញ្ញាតមុននឹងដែរបាទបកប៉ូលីសនេះគឺអត់មានទេយើងមានតែប៉ុស្តិ៍ប៉ូលីសឬក៏ប៉ុស្តិ៍នគរបាលប៉ុន្តែដោយសារតែយើងអាណឡំទៅតាមពាក្យប៉ូលីសនៅខាងចុងគេថាប៉ូលីសអញ្ចឹងយើងប្រើពាក្យថាប៉ុស្តិ៍ប៉ូលីសបាទទី4គឺពាក្យដដែលគឺសុំទោសដែរហ្នឹងឯងបាទមួយទៀតគឺកន្សោមពាក្យថាការសរសេរនិងការចងក្រងអានេះវានៅក្នុងកន្សោមពាក្យបើយើងនិយាយនៅក្នុងភាសាអង់គ្លេសគេហៅថា compound noun បាទអញ្ចឹងអានេះដោយសារតែវាគឺជានាមដូចគ្នាវាប្រើពាក្យការដូចគ្នាអញ្ចឹងអ្វីដែលយើងគួរតែសរសេរនោះគឺយើងគួរតែដាក់តការនាំមុខទៅបាទដាក់តការសរសេរនិងចងក្រងអញ្ចឹងអ្នកតាអានក៏នឹងយល់ថាអូវាមានទាំងសរសេរនិងចងក្រងវាចូលគ្នាបើយើងដាក់ថាការសរសេរនិងការចងក្រងវាទៅការទៅធ្វើឲ្យយើងគឺសាមញ្ញនៅក្នុងការអាននៅក្នុងការសរសេរបាទមួយទៀតគឺបាទដូចជានៅក្នុងអត្ថបទកំណានដែរបាទគេដាក់ថាស្គររងបាទទាំងយើងនេះយើងមានតែស្គរ1បាទអញ្ចឹងបានគាត់បែរនេះគឺគាត់ខុសបាទឬក៏មិនបានមើលអស់ទេទី7គឺគាត់ដាក់ថារុនថើឬក៏អាចថារុនធឿនក៏បានដែរបាទធៀបពិតពីហ្នឹងគឺអត់មានទេនៅក្នុងវចនកម្មខ្មែរគឺមានពាក្យថារុនឋានអញ្ចឹងទៅប្រើថារោណូជើងថស្អាតនឹងបន្តទៅត្រឹមត្រូវបាទទី8គឺពាក្យកំសាន្តមានយើងមកពាក្យថាខ្សានបាទឬក៏ពាក្យសានក៏នឹងមានដែរគាត់ថាយើងអាចចំណាំទៅពាក្យខ្សានទៅជាពាក្យខ្សែមខ្សានយើងចាំចំណាំនឹងច្រើនជាងអញ្ចឹងណាបាទអញ្ចឹងយើងដល់ពេលដែលយើងឆាយមើលពីហ្នឹងទៅគឺមានតែកម៉ូជាងសស្អាតនិងណូជាងតបាទមានកដល់ស្អាតទេបាទហើយមួយទៀតទៅលើពាក្យថាមានបដិភានល្អនិងមានភាពឆ្លៀសវៃពាក្យបដិភាននេះគឺស្មើនឹងពាក្យថាឆ្លៀសវៃរហ័សខ្លួននឹងឯងអញ្ចឹងបើយើងបាននិយាយថាកាលណាយើងប្រើពាក្យមកដដែលតែវាក្នុងន័យតែមួយវាអត់មានប្រយោជន៍ស្អីទេអញ្ចឹងយើងគួរតែដកពាក្យណាដែលថាបើយើងថាចង់ប្រើពាក្យបដិភានប្រើតែមួយទៅបានហើយបានមិនចាំប្រើដល់2 3ទេដល់ឲ្យវាឧបសំញ៉ាំនៅក្នុងលបាំក្នុងឃ្លានឹងតែម្ដងចឹងណាបាទអញ្ចឹងន័យវាច្រំដដែលទៅបាទហើយទី10គឺគេដាក់ថាលំអិតណាបាទទីពិតគឺយើងលំអិតគឺភាសាអេទេបានខុសបាទស្រាទី11គឺត្បិតយើងទម្លាប់ឃើញជាទូទៅគឺប្រើតជាងបហ្នឹងឯងតែដល់ពេលមែនទែនទៅពាក្យហ្នឹងគឺប្រើដជាងបស្អេនឹងតបាទត្បិតបាទហើយមួយទៀតគឺបាទត្បិតត្បៀតអានេះយើងមានតែភាសានិយាយសម្រាប់ភាសាសរសេរយើងអត់មានទេណាភាសាដែលមានស្តង់ដារគឺវាមានតែក្បិតក្បៀតមានតែគឺការអញ្ចឹងរីយើងទៅមិនដែររីយើងទៅបាត់នឹងបាទកំណាញ់ក្នុងន័យនឹងឯងបាទចឹងមិនមែនក្បិតទេគឺក្បិតក្បៀតបាទហើយទី13គឺលំហែអញ្ចឹងលំហែយើងអត់សរសេរមកលំហែទេគឺយើងអាចសរសេរលោនិងម៉ូជាងឲ្យយើងបើតម្រុតជាងឬក៏រំហែឬក៏រោនិងម៉ូជាងហោរស្អាតអញ្ចឹងយើងអត់មានពាក្យថាលំលោស្អំទេបាទអត់មានទេបាទហើយនឹងអានេះនៅក្នុងទី14នេះនៅក្នុងដូចជាបទនក្រមដែលគាត់មានខុសដែរគាត់ថាបាឡូអញ្ចឹងបើសិស្សវាដឹងថាបាល់គេបាល់ហ្នឹងយើងមានប្រាពាក្យបាល់ដែរអញ្ចឹងនេះគេគឺបាលីសំស្ក្រឹតអញ្ចឹងបាចុចសំចុចហើយមែនតែនទៅនៅក្នុងសភៅនេះគេថាបាចុចសំទៀតអត់ត្រូវទេអក្សរកាត់ត្រូវតែចុចសងខាងបាចុចសំចុចមិនត្រូវណាបាទមួយទៀតគឺសម្ភារៈនេះអត់មានព្យាង្គទេគឺយើងប្រើទំរុកព្យាង្គគឺសនិងម៉ូជាងផូស្អាតនឹងរោដែលយើងហៅថាសម្ភារឬក៏យើងត្រឡប់ហៅថាគេសម្ភារៈបាទហ្នឹងក៏យើងបានប្រើគាត់ថាយើងអត់មានប្រើរីព្យាង្គទេបាទ
សាច់ចតុបាតទី16បាទអញ្ចឹងយើងខុសដោយសារគាត់ភ្លេចជាងបបាទមួយទៀតគឺវិញ្ញូជនយើងអត់មានយើងមានតែវិញ្ញូជនបាទបានអញ្ចឹងអស់ហើយទៅលើខ្លះនៃការដកអក្សរហ្នឹងដោយសារតែពេលវេលាយើងមិនគ្រប់គ្រាន់ផងដែរបាទអញ្ចឹងខ្ញុំបានសូមអនុញ្ញាតធ្វើការសិក្សាជារួមទៅលើផាសុកឋានតែម្ដងអញ្ចឹងពេលដែលយើងបានសិក្សាមកហើយយើងឃើញថាការប្រើប្រាស់អក្សរនិងអក្ខររបស់ខ្មែរយើងហ្នឹងគឺមានភាពពិបាកនៅក្នុងការចំណាំសូរនិងការរៀបសរសេរជាសន្លេផ្សេងច្រើនមែនទែនហើយកំហុសដែលយើងបានឃើញបច្ចុប្បន្នដែលបានកាត់ឡើងហ្នឹងគឺទៅលើដោយសារតែគាត់បានដឹងអំពីឫសគល់នៃពាក្យអត់បានដឹងថាតើគួរតែកែពាក្យនឹងនៅកន្លែងណាឲ្យគាត់បានដឹងប្រភពនៃឯកសារដែលអាចកែប្រែបានហើយនឹងអំពីការអំពីតំណែងសូរអំពីសម្ព័ន្ធរូបស័ព្ទនិងនៃសញ្ញាផ្សេងផ្សេងហើយដែលអាចយើងមកពីកត្តា3យ៉ាងដែលយើងអាចគិតថាវាជាប្រភពដែលធ្វើឲ្យការសិក្សាការអានវាខុសប្រកដីគឺដោយសារតែកត្តាពាក្យផងកត្តាមនុស្សនិងកត្តាកុំព្យូទ័រផងបាទនេះគឺឯកសារគួររបស់ក្រុមខ្ញុំបានដែលបានលើកយកបាទអញ្ចឹងបាទនេះគឺជាស្លាយចុងក្រោយរបស់ក្រុមខ្ញុំបាទហើយការធ្វើបង្ហាញរបស់ខ្ញុំបាទក៏អត់ដែរដូច្នេះខ្ញុំបាទនឹងសមាជិកនៃក្រុមទី11 K11 G2 ទាំងអស់បាទសូមគោរពអរគុណទៅដល់បាទលោកគ្រូជាឧទ្ទិសសាចារ្យដែលបានផ្ដល់ឱកាសដូចជាផ្ដល់នៅចំណេះដឹងបទពិសោធន៍ដល់យើងខ្ញុំទាំងអស់គ្នាជាសិក្ខាកាមទាំងអស់នៃគុណវុឌ្ឍឆ្នាំទី2នេះហើយក៏សូមជួយជូនពរដល់គូតទាំងអស់បាទសូមឲ្យមានសុខភាពល្អបាទកម្លាំងពលៈបរិបូរណ៍បាទអាយុយឺនយូរហើយនឹងសម្រាប់គ្រប់គ្រងទាំងអស់បាទហើយនឹងសិក្ខាកាមដែលជាសិក្សានៅព្រះគុណវុឌ្ឍនេះបាទសូមឲ្យសុខភាពល្អបាទនឹងជាប្រពៃជំនឿសុខភាពបាទចឹងខ្ញុំក៏បានសូមអរគុណសូមអោតុងជានខ្មែរស្នេហាបងសៅដាពូនពងរនខាថ្លៃថ្នូរអូដំទាំងចិនមេត្តាកាំងរណាសាសំជាទេមនរមនៃមនុស្សផងគ្នាអោទុំជាតិខ្មែរថៃដែនដីសៃមកអ្នកនៅទីណាអត់ប្រែជាតិខ្មែរបបធរចំណាំង